Miên rụp môn muốiនៅក្នុងគម្ពីរ Bible ដែលបង្ហាត់អ្នកឲ្យចេះពីរបៀបរកអ្វីៗដែលអ្នកចង់ដឹងរូបមន្តនេះគឺការសួរវាមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះគឺសួរនៅក្នុងចំណោមជំនាញសំខាន់ដើម្បីស្វែងរកចំណេះដឹងទាំងអស់អ្នកត្រូវតែប្រាកដថាអ្នកមានជំនាញសួរតើពាក្យសួរនេះមានន័យយ៉ាងដូចម្តេចសួរមានន័យថាជាការស្នើសុំអ្វីដែលអ្នកចង់បានហើយភាពអស្ចារ្យរបស់វានោះគឺសួរនៅពេលនោះអ្នកនឹងទទួលបានចម្លើយខ្ញុំគិតថាយល់ល្អយើងពិភាក្សាអំពីវាឲ្យបានច្រើនបន្តិចទី1ការសួរគឺជាការចាប់ផ្ដើមជំហាននៃដំណើរទៅរកការទទួលការសួរគឺប្រៀបដូចជាការចុចប៊ូតុងមួយដែលនឹងធ្វើឲ្យម៉ាស៊ីនដំណើរការទាំងម៉ាស៊ីនបញ្ញាក៏ដូចជាម៉ាស៊ីនអារម្មណ៍ដូចគ្នាដោយដែលខ្ញុំធ្លាប់បាននិយាយពីមុនអញ្ចឹងថាខ្ញុំមិនដឹងថាហេតុអ្វីបានជាគោលដៅមានឥទ្ធិពលលើជីវិតរបស់យើងហើយក៏មិនដឹងដែរថាតើវាធ្វើការលើជីវិតរបស់យើងដោយរបៀបណាឡើយប៉ុន្តែអ្វីដែលខ្ញុំដឹងនោះគឺវាមានឥទ្ធិពលលើជីវិតយើងពិតប្រាកដមែនមានរបស់ជាច្រើនដែលមានដំណើរការល្អប៉ុន្តែយើងមិនចាំបាច់ចង់ដឹងអំពីប្រព័ន្ធរបស់វានោះទេគឺគ្រាន់តែប្រើវាទៅបានហើយមនុស្សមួយចំនួននៅតែមិនអាចចាប់ផ្ដើមធ្វើកិច្ចការមួយបានពីព្រោះតែពួកគេចូលចិត្តសិក្សាលម្អិតអំពីឫសគល់នៃកិច្ចការទាំងនោះខ្លាំងពេកចំណែកមនុស្សមួយចំនួនទៀតគឺជាមនុស្សឆ្លាតពួកគេអង្គុយបេះផ្លែផងហើយសិក្សាអំពីឫសវាផងអ្វីៗគឺអាស្រ័យទៅលើថាតើអ្នកគួរតែចាប់ផ្ដើមដោយរបៀបណាខ្ញុំផ្ដល់យោបល់ថាអ្នកគួរតែចាប់ផ្ដើមសួរជាមុនសិនមុននឹងធ្វើអ្វីមួយទី2ការទទួលមិនមែនជាបញ្ហាដែលត្រូវខ្វល់ឡើយអ្នកមិនចាំបាច់ធ្វើការលើផ្នែកទទួលនេះទេព្រោះការទទួលគឺជាផលដែលកើតឡើងដោយស្វ័យប្រវត្តិដូច្នេះប្រសិនបើទទួលគឺជាការដែលមិនពិបាកធ្វើតើអ្វីទៅដែលបណ្ដាលឲ្យមានបញ្ហាកើតឡើងបញ្ហាកើតឡើងគឺនៅពេលដែលមិនបានសួរមុននឹងធ្វើអ្វីមួយនោះឯងបុរសម្នាក់និយាយថាអ្នកធ្វើការហើយខ្ញុំក៏ធ្វើការពេលដែលមកដល់ផ្ទះគឺវាជប់ទៅហើយខ្ញុំត្រូវហូបបាយមើលទូរទស្សន៍ដើម្បីលំហែអារម្មណ៍ហើយត្រូវចូលដេកខ្ញុំមិនអាចអង្គុយទល់យប់ជ្រៅដើម្បីសួរនោះឡើយបុរសនេះហើយគឺជាមនុស្សដែលតែងតែរកលុយមកបង់វិក័យប័ត្រមិនទាន់គាត់គឺជាបុគ្គលល្អជាបុគ្គលិកឧស្សាហ៍ធ្វើការនិងជាបុគ្គលិកស្មោះត្រង់ប៉ុន្តែពេញមួយជីវិតរបស់អ្នកត្រូវតែធ្វើលើសពីមនុស្សឧស្សាហ៍និងស្មោះត្រង់បើមិនដូច្នេះទេអ្នកនឹងធ្លាក់ខ្លួនដាច់យ៉ៃនិងខ្មាស់គេមិនខានអ្នកត្រូវធ្វើឲ្យលើសពីបុគ្គលល្អម្នាក់អ្នកត្រូវតែជាមនុស្សម្នាក់ដែលពូកែសួរឥឡូវខ្ញុំយល់ថាបុរសនេះនិយាយថាជាច្រើនឆ្នាំមកនេះខ្ញុំតែងតែក្រោកពីព្រលឹមហើយខំប្រឹងធ្វើការពេញមួយថ្ងៃប៉ុន្តែនៅផ្ទះរបស់ខ្ញុំគ្មានបញ្ជីនៃរបស់ដែលខ្ញុំចង់សុំឲ្យកើតមាននៅក្នុងជីវិតឡើយចុះអ្នកវិញតើអ្នកមានបញ្ជីបែបនេះដែរឬទេទី3ទទួលគឺមានច្រើនដូចជាមហាសមុទ្រអញ្ចឹងពោលគឺមិនខ្វះនោះទេជោគជ័យមិនមែនជារបស់កម្រមិនមែនជាអំណោយដែលត្រូវគេចែកឲ្យម្នាក់បន្តិចហើយពេលដល់វេនអ្នកវាស្រាប់តែអស់ភាពជោគជ័យរលីងនោះទេមិនដូច្នេះនោះទេប្រសិនបើភាពជោគជ័យមានសម្បូរបែបមិនខ្វះតើអ្វីទៅដែលជាបញ្ហាគឺនៅត្រង់ថាមនុស្សភាគច្រើនដើរទៅរកមហាសមុទ្រនៃឱកាសដោយយកត្រឹមតែស្លាបព្រាកាហ្វេទៅតាមខ្លួនតើអ្នកមើលឃើញទឹកសមុទ្រធំប៉ុណ្ណាដែរទេស្លាបព្រាកាហ្វេវាតូចពេកហើយដោយមើលឃើញឱកាសធំធេងដូចមហាសមុទ្របែបនេះខ្ញុំសូមផ្ដល់យោបល់ថាអ្នកគួរតែដូរស្លាបព្រាកាហ្វេហើយទៅយកអ្វីមួយដែលធំជាងនេះតើដូរយកជាធំវិញយ៉ាងម៉េចដែរប្រហែលជាយកធំល្អជាងយ៉ាងហោចណាស់ក្មេងកំពុងតែលេងលើឆ្នេរខ្សាច់មិនសើចចំអកឲ្យអ្នកដែរគំនិត2បន្ថែមតាក់ទងទៅនឹងការសួរគំនិតទី1ចូលសួរប្រកបដោយបញ្ញា
គម្ពីរ Bible មិនបានប្រាប់ឲ្យថាសួរប្រកបដោយបញ្ញានោះទេប៉ុន្តែខ្ញុំជឿថានេះគឺជាអ្វីដែលគម្ពីរនេះចង់មានន័យដូច្នេះកុំសង្ស័យការចេះតែសង្ស័យច្រើនមិនអាចធ្វើឲ្យទទួលបានអ្វីដែលខ្លួនត្រូវការឡើយត្រូវតែច្បាស់ត្រូវតែជាក់លាក់ការសួរប្រកបដោយបញ្ញាមានដូចជាកម្ពស់ប៉ុន្មានប្រវែងប៉ុន្មានចំនួនប៉ុន្មាននៅពេលណាទំហំប៉ុណ្ណាម៉ូដអីពណ៌អ្វីជាដើមចូលបកស្រាយរបស់ដែលអ្នកចង់បានឲ្យពិស្ដារចូលកំណត់វាឲ្យច្បាស់ចងចាំថាគោលដៅដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់គឺប្រៀបដូចជាដៃឆក់អញ្ចឹងអ្នកកំណត់វាកាន់តែលម្អិតគោលដៅទាញអ្នកទៅមុខកាន់តែខ្លាំងគំនិតទី2ចូលសួរប្រកបដោយភាពជឿជាក់ត្រូវមានជំនឿមាំដូចជាកូនក្មេងម្នាក់ពោលចូលជឿជាក់ថាអ្នកអាចទទួលបានអ្វីដែលអ្នកប្រាថ្នាចូលមានជំនឿដូចជាកូនក្មេងម្នាក់អញ្ចឹងកុំមានជំនឿដូចមនុស្សពេញវ័យព្រោះមនុស្សពេញវ័យមានការសង្ស័យច្រើនអ្នកឃើញទេយើងភាគច្រើនបានប្រែជាមនុស្សដែលមានការសង្ស័យច្រើនហើយបានបាត់បង់លក្ខណៈពិសេសអស្ចារ្យពីរយ៉ាងដែលក្មេងៗមានគឺមានជំនឿនិងទំនុកចិត្តខ្លាំងដូចជាកូនក្មេងដូច្នេះចូលកុំឲ្យបញ្ហានេះបង្អាក់អ្នកឲ្យសោះត្រូវមានជំនឿលើខ្លួនឯងនិងលើគោលដៅដែលខ្លួនបានកំណត់ហើយត្រូវរីករាយនឹងវាហាក់ដូចជាក្មេងម្នាក់សប្បាយដូចជាកូនក្មេងព្រោះគ្មានអ្វីដែលរីករាលដាលខ្លាំងហើយលឿនជាងអារម្មណ៍សប្បាយដូចជាកូនក្មេងនោះទេកូនក្មេងចូលចិត្តគិតថាអាចធ្វើអ្វីៗគ្រប់យ៉ាងគេចង់ដឹងរឿងគ្រប់យ៉ាងពិតជាអស្ចារ្យមែនគេស្អប់ណាស់មិនចង់ចូលទៅគេងនាពេលយប់ទេហើយគេបន់ឲ្យតែឆាប់ព្រឹកនឹងអាងលោតចេញពីគ្រែហើយរត់ចេញទៅលេងខាងក្រៅកូនក្មេងចូលចិត្តសួររាប់ពាន់សំណួរហើយបើគេស្ដាប់មើលទៅចាប់អារម្មណ៍គេសួរ1000សំណួរថែមទៀតគេអាចសួរអ្នករហូតដល់តច្រកប៉ុន្តែការចង់ចេះចង់ដឹងរបស់គេនេះតាមពិតគឺជាលក្ខណៈសម្បត្តិល្អមួយប្រសិនបើអ្នកស្រមៃកាលពីនៅតូចដែលជាក្មេងម្នាក់អង្គុយតែពីសួរចង់ដឹងនេះចង់ដឹងនោះអ្នកនឹងដឹងថាអាកប្បកិរិយានេះគឺជាមធ្យោបាយដើម្បីក្លាយជាអ្នកសួរដ៏ពូកែម្នាក់មិនខានការគ្រប់គ្រងពេលវេលាគឺប្រធានបទដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងពេលបច្ចុប្បន្ននេះសៀវភៅកាសែតម៉ាញ៉េនិងសិក្ខាសាលាគ្រប់ប្រភេទត្រូវបានបោះពុម្ពនិងបង្កើតឡើងជូនសាធារណជនដែលកំពុងស្រេកឃ្លាននៅព័ត៌មានអំពីរបៀបប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពខ្ពស់ចុះអ្នកវិញតើអ្នកចង់ក្លាយទៅជាអ្នកគ្រប់គ្រងពេលវេលាដ៏ជំនាញម្នាក់ដែរទេបើចង់អ្នកត្រូវតែយល់អំពីពាក្យមួយឃ្លានេះបើអ្នកគ្មានគោលដៅច្បាស់លាស់ទេការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពគឺជាការមិនអាចទៅរួចឡើយការទទួលបានផលច្រើនគឺជាលទ្ធផលដែលកើតចេញអំពីការកំណត់គោលដៅឲ្យបានច្បាស់លាស់ទុកជាមុនការបែងចែកពេលវេលានឹងคล้ายទៅជាការឥតប្រយោជន៍ប្រសិនបើគោលដៅមិនមានលក្ខណៈមុតមមនិងមិនបានកំណត់វាឲ្យច្បាស់លាស់នៅក្នុងខួរក្បាលរបស់យើងទេវាគឺសាមញ្ញបែបនេះឯងនេះជាហេតុផលមួយនៅក្នុងចំណោមហេតុផលជាច្រើនដែលបញ្ជាក់ថាការសរសេរគោលដៅដាក់នៅក្នុងសៀវភៅកំណត់ហេតុគឺមានសារៈសំខាន់ខ្លាំងជាទីបំផុតផលវិបាកមួយដែលយើងប្រឈមមុខនៅក្នុងសម័យឧស្សាហកម្មនេះគឺនៅត្រង់ថាយើងលែងនឹកនាគិតគូរអំពីរដូវកាលខុសអំពីកសិកម្មដែលកំណត់អាទិភាពការងាររបស់ខ្លួនទៅតាមរដូវកាលយើងបែរជាដកសម្លេងធម្មជាតិចេញពីជីវិតទៅវិញជាលទ្ធផលយើងមិនអាចកំណត់អាទិភាពរបស់យើងឲ្យមានតុល្យភាពសូមឲ្យខ្ញុំពន្យល់អំពីដែលខ្ញុំចង់មានន័យបន្តិចចំពោះកសិកររដូវស្លឹកឈើលាស់គឺជារដូវដែលសកម្មបំផុតវាគឺជារដូវដែលគាត់ត្រូវធ្វើការពេញមួយថ្ងៃតាំងពីព្រះអាទិត្យមិនទាន់រះរហូតដល់ពាក់កណ្ដាលយប់គាត់ត្រូវតែប្រើប្រាស់ឧបករណ៍របស់គាត់ឲ្យអស់ពីសក្តានុពល
ពីព្រោះគាត់មានពេលវេលាខ្លីណាស់ដើម្បីធ្វើការដាំដុះដំណាំរបស់គាត់បន្ទាប់មករដូវរងាក៏ចូលមកដល់គឺជារដូវដែលគាត់មិនសូវរវល់ព្រោះមិនសូវមានការងារធ្វើមានមេរៀនមួយដែលត្រូវរៀនពីកសិករគឺរៀនប្រើប្រាស់រដូវកាលនៃជីវិតពេលខ្លះត្រូវសម្រេចចិត្តប្រឹងធ្វើការឲ្យអស់ពីសមត្ថភាពប៉ុន្តែមានពេលខ្លះក៏ត្រូវបន្ធូរដៃដែរពេលខ្លះត្រូវចាប់យកឱកាសឲ្យបានប៉ុន្តែមានពេលខ្លះក៏ត្រូវនៅស្ងៀមមិនចាំបាច់ធ្វើអ្វីនោះទេព្រោះបើធ្វើក៏គ្មានប្រយោជន៍អ្វីដែរវាងាយខ្លាំងណាស់ដើម្បីងប់នឹងការងារពេញមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ភ្លេចអំពីអាទិភាពនិងវដ្តរបស់ធម្មជាតិចូលកុំឲ្យកិច្ចការនៅក្នុងមួយឆ្នាំហៀចូលទៅក្នុងឆ្នាំបន្ទាប់ទៀតរហូតដល់ឃើញតែការងារនិងទំនួលខុសត្រូវឈរតម្រង់ជួរគ្នាមើលកន្ទុយមិនឃើញដូច្នេះចូលដាក់ភ្នែកឲ្យជាប់មើលទៅរដូវកាលរបស់ខ្លួនឯងព្រោះខ្លាចក្រែងអ្នកមើលមិនឃើញពីគុណតម្លៃនិងខ្លឹមសារជីវិតរបស់ខ្លួនផ្នែកសំខាន់មួយនៅក្នុងការកំណត់អាទិភាពគឺត្រូវរៀនបែងចែករបស់មិនសំខាន់ចេញពីរបស់ដែលសំខាន់នេះគឺជាសំណួរល្អមួយដែលគួរសួរខ្លួនឯងនៅពេលដែលអ្នកធ្វើការសម្រេចចិត្តអ្វីមួយតើវាសំខាន់ឬវាមិនសំខាន់បើសួរសំណួរនេះហើយប្រកាន់ខ្ជាប់គោលការណ៍នៅក្នុងចិត្តថែមទៀតនោះអ្នកនឹងអាចជៀសវាងគ្រោះមហន្តរាយមួយគឺការចំណាយពេលវេលាសំខាន់ទៅលើកិច្ចការមិនសំខាន់នៅក្នុងវិស័យលក់ផលិតផលយើងត្រូវបានគេបង្ហាត់ថាមានពេលវេលាសំខាន់តែមួយគត់ពេលសំខាន់នេះគឺពេលវេលាដែលយើងចំណាយទៅលើអ្វីដែលត្រូវធ្វើចំណែកឯពេលវេលាទាំងឡាយណាដែលមិនចំណាយលើរបស់ដែលត្រូវធ្វើនោះទេទោះជាពេលវេលាល្អយ៉ាងណាក៏ដោយគឺជាពេលវេលាមិនសំខាន់មានអ្នកលក់ច្រើនសម្បំណាស់ដែលចំណាយពេលភាគច្រើនដើម្បីគិតចង់ធ្វើអ្វីមួយជាជាងដើម្បីចាប់ផ្ដើមធ្វើអ្វីមួយហើយចំណូលរបស់ពួកគេអាចនឹងសរបញ្ជាក់អំពីរបៀបនៃការប្រើប្រាស់ពេលវេលារបស់ពួកគេបានដូច្នេះហើយទើបនៅក្នុងវិស័យលក់ដូរយើងត្រូវបានគេបង្រៀនថាកុំគិតចង់ដើរកាត់ក្រុងមុននឹងអ្នកដើរកាត់ផ្លូវទ្រឹស្ដីសំខាន់និងមិនសំខាន់នេះអាចយកមកអនុវត្តបានមួយយ៉ាងទៀតទ្រឹស្ដីនេះក៏ចង់និយាយផងដែរថាកុំចំណាយពេលមិនសំខាន់មកលើការងារសំខាន់វាងាយខ្លាំងណាស់នឹងភ្លាំងស្មារតីមើលមករបស់សំខាន់ថាមិនសំខាន់និងមើលមករបស់មិនសំខាន់ថាសំខាន់ឪពុកម្ដាយម្នាក់ចំណាយពេល3ម៉ោងដើម្បីមើលទូរទស្សន៍ហើយចំណាយពេល10នាទីដើម្បីលេងជាមួយកូនអ្នកគ្រប់គ្រងម្នាក់ចំណាយពេលភាគច្រើនធ្វើការលើឯកសារប៉ុន្តែចំណាយពេលតិចតួចដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្លួនទាំងនេះគឺសុទ្ធតែជាបុគ្គលដែលបាត់បង់ស្មារតីនៅក្នុងការបែងចែករវាងរបស់សំខាន់និងរបស់មិនសំខាន់ទ្រឹស្ដីនេះក៏អាចអនុវត្តលើលុយកាក់បានផងដែរកុំចំណាយខ្ទង់លុយដែលសំខាន់ទៅលើរបស់ដែលមិនសំខាន់ហើយផ្ទុយមកវិញកុំចំណាយខ្ទង់លុយដែលមិនសំខាន់ទៅលើរបស់សំខាន់មនុស្សមួយចំនួនចំណាយប្រាក់ជាច្រើនទៅលើអាហារសម្រស់រូបរាងកាយប៉ុន្តែចំណាយលុយតិចតួចខ្លាំងណាស់ទៅលើអាហារសម្រាប់ខួរក្បាលអាហារសម្រាប់ខួរក្បាលនេះគឺសំដៅទៅលើការអប់រំខួរក្បាលមានដូចជាចំណាយលុយទៅលើសៀវភៅការចូលរួមសិក្ខាសាលារៀនជំនាញថ្មីៗជាដើមប្រសិនបើអ្នកចំណាយលុយដើម្បីទិញស្ករគ្រាប់ច្រើនជាងដើម្បីទិញសៀវភៅនិងកាសែតបញ្ញាដែលអាចលើកទឹកចិត្តអ្នកបានមានន័យថាវាជាការចំណាយមួយដែលល្ងង់ខ្លៅមែនដែរឬទេដើម្បីប្រើពេលវេលានិងលុយឲ្យបានល្អជាទីបំផុតគឺត្រូវធ្វើយ៉ាងណាបង្កើតផលប្រយោជន៍ឲ្យបានជាអតិបរមានេះត្រូវបានគេហៅថាជាការវិនិយោគប្រកបដោយការប្រុងប្រយ័ត្នអត្តពលករអាចប្រាប់អ្នកអំពីលទ្ធផលដ៏អាក្រក់ដែលកើតចេញពីការមិនផ្ដោតអារម្មណ៍ដូចជាគ្រាន់តែភ្លេចខ្លួនបន្តិចសោះគាត់ត្រូវគេដាល់ឲ្យសន្លប់នៅលើសង្វៀនបញ្ហាសំខាន់ក៏ដូចជាបញ្ហាលុយកាក់ក៏អាចមានបញ្ហានេះកើតឡើងផងដែរដូច្នេះកុំឲ្យវាកើតឡើងលើអ្នកឲ្យសោះ
ចូលផ្ដោតអារម្មណ៍ជាអតិបរមាលើអ្វីដែលអ្នកកំពុងតែធ្វើនៅពេលដែលអ្នកសរសេរសម្បត្តិចូលផ្ដោតអារម្មណ៍ទៅលើការសរសេរសម្បត្តិកំពុងព្យាយាមដោះស្រាយបញ្ហាមែនទេអូខេចូលផ្ដោតអារម្មណ៍ទៅលើការដោះស្រាយបញ្ហាកំពុងពិភាក្សាគ្នាមែនទេបើអញ្ចឹងចូលផ្ដោតអារម្មណ៍អ្នកនឹងមិននឹកស្មានឡើយថាការផ្ដោតអារម្មណ៍នេះមានឥទ្ធិពលកម្រិតណាលើជីវិតរបស់អ្នកជាធម្មជាតិនៅពេលខ្លះក៏ត្រូវឲ្យអារម្មណ៍របស់អ្នកមមាដែរប៉ុន្តែចូលធ្វើបែបនេះតែក្នុងកលៈទេសៈណាដែលអ្នកកំណត់វាទុកជាមុនតែប៉ុណ្ណោះហើយនៅពេលដែលអ្នកកំពុងស្រមើស្រមៃចូលកុំគិតអំពីអ្វីផ្សេងទៀតចំណាយពេលដើម្បីដើរកម្សាន្តលើឆ្នេរខ្សាច់និងជិះឡានលេងនៅក្នុងព្រៃភ្នំធ្វើយ៉ាងណាឲ្យនៅឆ្ងាយពីសម្ពាធជីវិតចូលអនុញ្ញាតឲ្យខ្យល់ធម្មជាតិបក់សក់របស់អ្នកនិងអនុញ្ញាតឲ្យចិត្តរបស់អ្នកអណ្ដែតរំដោងនេះគឺជាការល្អសម្រាប់អ្នកទៅវិញទេប៉ុន្តែធ្វើវានៅពេលណាដែលអ្នកបានកំណត់នៅក្នុងការវិភាគទៅបានហើយចំណែកពេលវេលាផ្សេងទៀតគឺត្រូវផ្ដោតអារម្មណ៍មានចំណុចចុងក្រោយមួយដែលត្រូវពិចារណាទោះបីជាអ្នកមានផែនការសកម្មភាពដែលត្រូវបានគិតយ៉ាងហ្មត់ចត់និងដោយប្រុងប្រយ័ត្នជាទីបំផុតក៏ដោយក៏វាមិនមានន័យថាអ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងទៅតាមសេចក្តីប្រាថ្នាទាំងអស់នោះដែរខ្ញុំដឹងអំពីការពិតនេះហេតុអ្វីបានជាខ្ញុំចេះតែនិយាយបែបនេះទៅកើតជាពិសេសនៅបន្ទាប់ពីចំណាយពេលយ៉ាងច្រើនបង្ហាញអ្នកអំពីរបៀបដើម្បីសម្រេចអ្វីដែលអ្នកចង់បានតែខ្ញុំកំពុងតែនិយាយម្ដងចុះឬហេតុអ្វីបានជាអ្នកមិនចេះតែសម្រេចអ្វីគ្រប់យ៉ាងទៅតាមក្តីប្រាថ្នាពីព្រោះយើងកំពុងរស់នៅក្នុងភពមួយដែលអ្វីមិនចេះតែកើតឡើងទៅតាមចិត្តចង់របស់យើងនោះឡើយពេលខ្លះនៅសុកស្រាប់តែព្រិលធ្លាក់មកលើដំណាំរបស់អ្នកឬភ្លៀងធ្លាក់រហូតធ្វើឲ្យកម្មវិធីរបស់អ្នកដំណើរការមិនកើតពេលខ្លះទម្លាប់អាក្រក់คล้ายទៅជាកណ្ដៀមកកកេគ្រឹះជីវិតរបស់អ្នកវាមិនសមមែនទេប្រហែលជាមិនសមមែនហើយប៉ុន្តែយើងត្រូវតែទទួលស្គាល់លក្ខណៈនៃធម្មជាតិនេះទោះបីជាយ៉ាងណាក៏ដោយក៏នៅមានដំណឹងល្អមួយគឺថាភពនេះក៏មានរបស់ល្អជាច្រើនផងដែរប្រសិនបើអ្នកធ្វើការទៅតាមប្រព័ន្ធដែលខ្ញុំបានចែករំលែកមុននេះបន្តិចអ្នកនឹងទទួលបានផលជាច្រើនជាជាងតម្រូវការរបស់ខ្លួនឯងទៅទៀតញឹកញាប់ជាងអត់អ្នកនឹងទទួលបានរបស់ដែលអ្នកប្រាថ្នាមានន័យថាអ្នកមានសំណាងល្អច្រើនជាងសំណាងអាក្រក់គោលដៅជីវិតនៅពេលដែលអ្នកត្រូវបានលើកកម្លាំងចិត្តដោយសារគោលដៅពេលនោះអ្នកនឹងដឹងខ្លួនថាអ្នកអាចធ្វើអ្វីបានខ្លះដោយមិនចាំបាច់មាននរណាម្នាក់ប្រាប់អ្នកឡើយនៅពេលដែលអ្នកជឿជាក់លើគោលដៅជីវិតអ្នកនឹងដឹងខ្លួនថាអ្នកអាចធ្វើអ្វីបានខ្លះដោយមិនបាច់មានអ្នកណាប្រាប់នោះឡើយនៅពេលដែលអ្នកចាប់ផ្ដើមធ្វើសកម្មភាពទៅតាមគោលដៅដែលបានកំណត់ពេលនោះអ្នកនឹងដឹងថាមានអ្វីខ្លះកើតឡើងមកលើអ្នកដោយមិនចាំបាច់មាននរណាមកប្រាប់អ្នកឡើយគ្រាន់តែសាកល្បងប្រព័ន្ធនេះឲ្យបាន90ថ្ងៃសាកល្បងមើលប្រហែលជាប្រព័ន្ធនេះអាចដំណើរការល្អចំពោះអ្នកជាងចំពោះខ្ញុំក៏ថាបានខ្ញុំសង្ឃឹមថាវានឹងជួយអ្នកបានយុទ្ធសាស្ត្រកន្លឹះមួយដើម្បីរស់នៅក្នុងជីវិតរីករាយគឺត្រូវដឹងថាខ្លួនត្រូវការព័ត៌មានអ្វីខ្លះដើម្បីអាចប្រើទៅសម្រេចក្តីបំណងរបស់ខ្លួនបានហើយនៅពេលដែលអ្នកដឹងនៅព័ត៌មានឬចំណេះដែលអ្នកត្រូវការដឹងពេលនោះវានឹងជួយអ្នកឲ្យដឹងអំពីរបៀបដើម្បីអាចប្រមូលយកព័ត៌មានឬចំណេះទាំងអស់នោះរឿងដ៏អស្ចារ្យមួយដែលលោក Shove បាននិយាយប្រសិនបើអ្នកប្រាថ្នាចង់ជោគជ័យអ្នកត្រូវរៀនអំពីភាពជោគជ័យបើលោកអ្នកប្រាថ្នាចង់បានសេចក្តីសុខត្រូវសិក្សាអំពីសេចក្តីសុខបើអ្នកចង់បានលុយត្រូវរៀនអំពីរបៀបរកលុយបុគ្គលដែលទទួលបានរបស់ទាំងអស់នេះគឺមិនមែនទទួលបានដោយចៃដន្យឡើយទី1វាកើតចេញអំពីការសិក្សាហើយទី2គឺការអនុវត្តតាមអ្វីដែលបានរៀនតើអ្នកអាចទាយបានទេថាតើមនុស្សប៉ុន្មាននាក់ដែលសិក្សាអំពីរបៀបរកលុយមែនហើយគឺមានតិចតួចណាស់ចូលពិចារណាអំពីបុរសស្ត្រីជាច្រើនដែលស្វែងរកទ្រព្យសម្បត្តិនិងសេចក្តីសុខ
អ្នកប្រហែលជាគិតថាពួកគេគួរតែសិក្សាអំពីទ្រព្យសម្បត្តិនិងសេចក្តីសុខឲ្យបានច្បាស់លាស់សិនមែនដែរឬទេប៉ុន្តែហេតុអ្វីបានជាពួកគេមិនសិក្សាអំពីវានេះខ្ញុំហៅថាអាចកំបាំងនៃជីវិតមនុស្សជាច្រើនឆ្នាំមុនខ្ញុំបានសិក្សាហើយឃើញដំបូន្មានដ៏ល្អអស្ចារ្យមួយចំនួនគឺត្រូវបានដកស្រង់ពីគម្ពីរ Bible មានប្រយោគគួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងគម្ពីរនេះបើអ្នកស្រាវជ្រាវអ្នកនឹងរកឃើញដូច្នេះមធ្យោបាយដើម្បីស្វែងរកចំណេះដឹងថ្មីៗដែលចំណេះដឹងនេះនឹងក្លាយទៅជាគំនិតថ្មីៗរបស់យើងគឺការស្រាវជ្រាវដើម្បីអាចរកឃើញរបស់អ្វីមួយដំបូងបង្អស់យើងត្រូវតែស្រាវជ្រាវតើត្រូវការគំនិតអស្ចារ្យមួយដែលអាចផ្លាស់ប្ដូរជីវិតអ្នកដែរឬទេបើត្រូវការចូលចាំថាគំនិតល្អនេះកម្រលេចចេញពីកន្លែងណាមួយហើយធ្លាក់មកក្នុងដៃរបស់យើងណាស់បើអ្នកស្រាវជ្រាវរកចំណេះដែលអ្នកត្រូវការប្រកបដោយភាពព្យាយាមមិនយូរមិនឆាប់អ្នកនឹងរកឃើញគំនិតល្អនោះមិនខានប៉ុន្តែយ៉ាងហោចណាស់ត្រូវតែមានសេចក្តីប្រាថ្នាចង់បានវាផងដែរនេះគឺជាពាក្យគន្លឹះមួយដែលអ្នកគួរតែយកទៅពិចារណាការចាប់យកគំនិតល្អៗចូលមកយ៉ាងលឿនហើយយើងភ្លេចវាក៏លឿនដូចគ្នាដែរកលៈទេសៈល្អៗដែលអាចធ្វើឲ្យជីវិតយើងមានតម្លៃក៏កន្លងផុតទៅយ៉ាងលឿនដូច្នេះហើយទើបវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការរៀនចាប់យករបស់ដែលពិតជាមានតម្លៃសម្រាប់យើងទី1ចូលរៀនចាប់យកកលៈទេសៈដែលពិសេសដូចជារៀនប្រើម៉ាស៊ីនថតដើម្បីថតយករូបភាពឲ្យបានច្រើននៅក្នុងសតវត្សទី21នេះយើងមានសមត្ថភាពអាចចាប់យកព្រឹត្តិការណ៍មួយបានមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះប៉ុន្តែពេលខ្លះវាងាយខ្លាំងណាស់សម្រាប់យើងមើលមិនឃើញអំពីសារៈសំខាន់នៃព្រឹត្តិការណ៍ណាមួយខ្ញុំសូមបញ្ជាក់អ្នកអំពីបទពិសោធន៍មួយដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ3ឆ្នាំមុនខ្ញុំត្រូវបានគេអញ្ជើញទៅបង្រៀននៅក្នុងសិក្ខាសាលាមួយនៅតៃវ៉ាន់វាគឺជាសិក្ខាសាលាចុងសប្តាហ៍លើកដំបូងបង្អស់នៅតៃវ៉ាន់ដូច្នេះមានអ្នកចូលរួមប្រហែលជា 1000 នាក់ឥឡូវនេះខ្ញុំមានអ្នកចូលរួមប្រហែល 1000 នាក់សាកល្បងទាយមើលថាតើមានម៉ាស៊ីនថតប៉ុន្មាននៅក្នុងបន្ទប់សិក្ខាសាលានោះច្បាស់ណាស់គឺ 1000 គ្រឿងម្នាក់សុទ្ធតែយកម៉ាស៊ីនថតទៅតាមខ្លួនដើម្បីចាប់យកព្រឹត្តិការណ៍ចាប់យកមិត្តថ្មីៗនិងបទពិសោធន៍ថ្មីៗខ្ញុំចំណាយពេលមួយភាគធំដើម្បីឆថតជាមួយពួកគេតើអ្នកធ្លាប់មើលរូបថតរបស់មនុស្សកាលពី 3-4 ជំនាន់មុនដែរឬទេជាអកុសលមានរូបថតរបស់មនុស្សជំនាន់មុនតិចតួចណាស់នៅសល់មកទល់សព្វថ្ងៃនេះប៉ុន្តែវាអស្ចារ្យឬទេបើសិនបើមានរូបថតជាច្រើនបង្ហាញអំពីជីវិតរបស់មនុស្សដែលរស់នៅរាប់រយឆ្នាំមុនដូច្នេះចូលកុំធ្វើសោះអង្គើយអ្នកប្រកាសថាអ្នកបន្សល់ទុករឿងជីវិតរបស់អ្នកឲ្យមនុស្សជំនាន់ក្រោយតាមរយៈរូបថតនិងវីដេអូមធ្យោបាយមួយទៀតដើម្បីចាប់យកចំណេះដឹងគឺស្ថិតនៅក្នុងបណ្ណាល័យរបស់អ្នកពោលគឺសៀវភៅខ្ញុំមិនសំដៅទៅលើប្រភេទសៀវភៅដែលមានរូប design យ៉ាងល្អស្អាតហើយអ្នកទិញវាព្រោះតែវាមានពណ៌ខៀវដែលអ្នកចូលចិត្តនោះទេខ្ញុំចង់សំដៅដល់សៀវភៅដែលដាច់រយេរយាយមើលទៅដូចជាត្រូវឆ្កែខំនិងត្រូវគេគូសចំណាំពីពេញនឹងគឺសៀវភៅដែលអ្នកបានជ្រើសរើសដើម្បីរៀននិងគូសបន្ទាត់ជាច្រើនដើម្បីចំណាំសៀវភៅដែលនៅជាមានពេញទៅដោយសំណេរដែលអ្នកកត់ត្រាចំណាំដែលបានជួយផ្លាស់ប្ដូរទស្សនវិជ្ជារបស់អ្នកសៀវភៅគឺជារតនសម្បត្តិដ៏ពិតប្រាកដដែលមានតម្លៃដើម្បីចាប់យកបច្ចុប្បន្ននេះដោយសារតែមធ្យោបាយផ្សព្វផ្សាយមានការរីកចម្រើនខ្លាំងខ្ញុំក៏បានចម្លងសៀវភៅឲ្យទៅជាកាសែតមញ៉េនិងកាសែតវីដេអូដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងបានកាន់តែងាយស្រួលនិងកាន់តែប្រសើរហើយណាមួយរតនសម្បត្តិនេះគឺជាកេរដំណែលដ៏ពិសេសសម្រាប់កូនរបស់យើងចុងក្រោយអ្នកអាចចាប់យកចំណេះដឹងពីបទពិសោធន៍ជីវិតដូច្នេះហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកថាបើអ្នកចង់ធ្វើជាសិស្សដែលសិក្សាអំពីទ្រព្យសម្បត្តិនិងសេចក្តីសុខអ្នកត្រូវតែមើងម៉ាត់អ្នកត្រូវតែរៀនប្រើសៀវភៅកំណត់ត្រា
ដើម្បីសរសេរទុកនៅគំនិតល្អៗដែលអ្នករកឃើញជារៀងរាល់ថ្ងៃហើយអ្វីដែលកើតឡើងបន្តិចម្ដងនោះគឺជារតនសម្បត្តិដ៏មហាសាលមានដូចជាគំនិតវៃឆ្លាតខាងអាជីវកម្មគំនិតខាងទំនាក់ទំនងនិងវប្បធម៌គំនិតឆ្លៀសវៃខាងការវិនិយោគនិងគំនិតដឹកនាំជីវិតបានល្អអ្នកនឹងអាចស្រមៃឃើញគុណតម្លៃទាំងនេះដែរឬទេច្បាស់ណាស់រតនសម្បត្តិប្រភេទនេះគឺជាកេរដំណែលដ៏មានតម្លៃជាងនាឡិកាចំណាស់ដែលជាកេរដំណែលរបស់ដូនតារបស់អ្នកទៅទៀតមានមធ្យោបាយពីរយ៉ាងដើម្បីរកចំណេះដឹងមធ្យោបាយទី1គឺត្រូវរៀនពីបទពិសោធន៍ជីវិតរបស់ខ្លួនឯងទី2គឺត្រូវរៀនអំពីបទពិសោធន៍ជីវិតរបស់អ្នកដទៃត្រឡប់ទៅមើលបទពិសោធន៍ជីវិតរបស់អ្នកវិញចូលរៀនជំនាញមួយដែលគេហៅថាជំនាញឆ្លុះបញ្ចាំងគឺជាការពិនិត្យពិចារណាព្រឹត្តិការណ៍ជីវិតរបស់អ្នកដើម្បីចង់រៀនអំពីវាខ្ញុំហៅវាថាជាការសារកាសែតមញ៉េឡើងវិញព្រឹត្តិការណ៍ជីវិតមួយចំនួនរបស់អ្នកគឺជាប្រភពដ៏សំខាន់បំផុតសម្រាប់ផ្ដល់ព័ត៌មានល្អៗដូច្នេះចូលកុំរៀនរស់ឲ្យបានតែផុតតែមួយថ្ងៃផ្ទុយមកវិញត្រូវរៀនទាញប្រយោជន៍ពីថ្ងៃនីមួយៗចូលផ្ចង់ស្មារតីថាតើខណៈនេះមានអ្វីខ្លះកំពុងតែកើតឡើងនៅជុំវិញខ្លួនដូច្នេះអ្នកអាចផ្ដិតយកព្រឹត្តិការណ៍នានាដែលកើតក្នុងថ្ងៃនីមួយៗយ៉ាងជ្រៅទៅក្នុងសតិរបស់អ្នកមានពេលខ្លះត្រូវធ្វើនេះហើយមានពេលខ្លះត្រូវធ្វើនោះមានពេលខ្លះយើងត្រូវវក់នឹងការងារប៉ុន្តែក៏មានពេលខ្លះយើងក៏ត្រូវចំណាយពេលដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញផងដែរយើងភាគច្រើនមិនបានចំណាយពេលដើម្បីឆ្លុះមើលខ្លួនឯងឡើងវិញនោះឡើយដោយសារតែការវិភាគមមាញឹកខ្លាំងពេកជាញឹកញាប់យើងភ្លេចគិតថាការឆ្លុះបញ្ចាំងនេះគឺផ្នែកមួយនៃជីវិតដ៏សំខាន់បំផុតព្រោះវាគឺជារូបមន្តដើម្បីភាពជោគជ័យដូច្នេះនៅថ្ងៃនីមួយៗនៅពេលចុងថ្ងៃមកដល់ចូលចំណាយពេល 2-3 នាទីដើម្បីក្រឡេកមើលឡើងវិញថាតើមានអ្វីកើតឡើងនៅក្នុងថ្ងៃនីមួយៗរបស់អ្នកបានទៅកន្លែងណាខ្លះបានធ្វើអ្វីខ្លះបាននិយាយអ្វីខ្លះចូលរំលឹកឡើងវិញថាអ្នកបានធ្វើអ្វីខ្លះហើយខកខានមិនបានធ្វើអ្វីខ្លះតើអ្វីទៅដែលអ្នកចង់ធ្វើម្ដងទៀតឬចង់ជៀសវាងនៅថ្ងៃស្អែកចូលព្យាយាមចងចាំគ្រោះថ្នាក់ដែលអ្នកបានជួបម្ដងហើយឲ្យច្បាស់តាមតែអាចធ្វើទៅបានព្យាយាមចាំពណ៌ទិដ្ឋភាពសំឡេងការសន្ទនានិងបទពិសោធន៍អ្នកឃើញទេបទពិសោធន៍អាចคล้ายជាទំនិញក្រដាសប្រាក់កាសដែលសុទ្ធតែជាធនធានមានតម្លៃប៉ុន្តែបទពិសោធន៍ទាំងអស់នេះអាចคล้ายទៅជាធនធានមានតម្លៃបានលុះត្រាតែអ្នកចំណាយពេលដើម្បីកំណត់ចំណាំនិងដើម្បីពិចារណាហើយបន្ទាប់មកត្រូវផ្លាស់ប្ដូរវាឲ្យទៅជារបស់ដែលមានប្រយោជន៍តាមពិតទៅវាមិនបណ្ដាលមកពីកត្តាដែលបានកើតឡើងលើមនុស្សម្នាក់ទេដែលបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្ដូរបែបនេះឬបែបនោះផ្ទុយមកវិញគឺទង្វើរបស់គាត់តបទៅនឹងកត្តាទាំងនោះឯណោះទេដែលជាអ្នកកំណត់លទ្ធផលដែលគាត់បានទទួលដូច្នេះទង្វើវិជ្ជមានមួយដែលយើងត្រូវធ្វើដើម្បីទាញប្រយោជន៍ពីជីវិតរបស់ខ្លួនឯងគឺត្រូវប្រមូលយកព័ត៌មានដែលមានតម្លៃចេញអំពីវាពេលវេលាមួយទៀតដើម្បីឆ្លុះបញ្ចាំងមើលខ្លួនឯងគឺនៅចុងសប្តាហ៍ចុងខែឬចុងឆ្នាំចុងសប្តាហ៍ចូលចំណាយពេល 2-3 ម៉ោងដើម្បីពិនិត្យឡើងវិញនៅអ្វីៗដែលកើតឡើងនៅក្នុងរយៈពេល 7 ថ្ងៃនេះនៅចុងខែចូលចំណាយពេល1ថ្ងៃហើយនៅចុងឆ្នាំចូលចំណាយពេល1សប្តាហ៍ដើម្បីពិនិត្យពិចារណានិងឆ្លុះមើលឡើងវិញនៅព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នកមនុស្សឆ្លាតគឺជាមនុស្សដែលរៀនអំពីរបៀបប្រមូលយកអតីតកាលមកវិនិយោគសម្រាប់អនាគតកាលនៅពេលដែលឪពុករបស់ខ្ញុំចូលដល់អាយុ76ឆ្នាំខ្ញុំបាននិយាយទៅគាត់ថាពុកចូលពុកស្រមៃមើលថាតើវាអស្ចារ្យប៉ុណ្ណាបើពុកប្រមូលយកបទពិសោធន៍ជីវិតនៅក្នុងរយៈពេល75ឆ្នាំកន្លងមកហើយវិនិយោគនៅក្នុងអាយុ76ឆ្នាំតើមួយជីវិតរបស់អ្នកធ្លាប់គិតបែបនេះដែរឬទេហើយនេះគឺជាវិធីដែលអាចធ្វើឲ្យជីវិតមានសមិទ្ធផលនិងមានសេចក្តីរីករាយជាប់ជានិច្ច
កុំចេះតែបណ្ដោយខ្លួនឲ្យរស់នៅបានមួយឆ្នាំទៀតផ្ទុយមកវិញចូលប្រមូលបទពិសោធន៍ដែលបានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយវិនិយោគវាសម្រាប់ឆ្នាំក្រោយកុំចេះតែពិភាក្សាគ្នាឲ្យតែចប់ផ្ទុយមកវិញចូលប្រមូលយកការពិភាក្សាដែលអ្នកបានធ្វើកន្លងមកហើយវិនិយោគវាសម្រាប់ការពិភាក្សាលើកក្រោយទៀតដូច្នេះត្រូវចាប់ផ្ដើមរៀនបង្កើតវិន័យថ្មីមួយនេះស្វែងរកតាមរយៈការអង្កេតមើលជីវិតរបស់អ្នកថាមានអ្វីខ្លះកំពុងកើតឡើងនៅលើលោកយ៉ាងនេះហើយថាតើពួកវាប្រព្រឹត្តទៅយ៉ាងដូចម្តេចកុំឲ្យគេនិយាយថាអ្នករស់នៅក្នុងជីវិតមួយដែរប៉ុន្តែបែរជាមិនធ្លាប់ស្វែងយល់អំពីដំណើរជីវិតរបស់ខ្លួនឯងសោះនោះទៅវិញវាច្បាស់ណាស់អ្នកមិនអាចធ្វើទៅតាមអ្វីដែលអ្នកបានរកឃើញក៏ពិតមែនប៉ុន្តែអ្នកត្រូវតែរកឲ្យឃើញថាខ្លួនអ្នកអាចធ្វើអ្វីបានខ្លះអ្នកមិនត្រូវតែរស់នៅក្នុងជីវិតមួយដែលជាទីបំផុតទៅស្រាប់តែភ្ញាក់ដឹងខ្លួនថាអ្នកកំពុងតែប្រើ1/10នៃសក្តានុពលជីវិតហើយទុកឲ្យសក្តានុពលចំនួន9%ផ្សេងទៀតបាត់បង់ទៅដោយឥតប្រយោជន៍នៅក្នុងការសិក្សាអំពីជីវិតរបស់ខ្លួនឯងអ្នកត្រូវសិក្សាទាំងលក្ខណៈវិជ្ជមានក៏ដូចជាលក្ខណៈអវិជ្ជមានត្រូវសិក្សាទាំងភាពបរាជ័យក៏ដូចជាភាពជោគជ័យភាពបរាជ័យរបស់យើងក៏អាចបម្រើយើងបានយ៉ាងល្អផងដែរបើយើងយកវាមកធ្វើជាមេរៀនដ៏មានតម្លៃតាមពិតទៅជានិច្ចកាលភាពបរាជ័យគឺជាគ្រូល្អជាងភាពជោគជ័យទៅទៀតពេលខ្លះមុននឹងយើងរៀនធ្វើអ្វីមួយត្រូវយើងបានធ្វើវាខុសកំហុសគឺជាមេរៀនដ៏មានតម្លៃសម្រាប់ជីវិតប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នករៀនមុខវិជ្ជានេះយូរពេកទេប្រសិនបើអ្នកបានធ្វើខុសអស់រយៈពេល10ឆ្នាំទៅហើយខ្ញុំមិនចង់ឲ្យអ្នកបន្តធ្វើខុស10ឆ្នាំទៀតនោះឡើយប៉ុន្តែបើអ្នករៀនទុកជាមុនជៀសវាងកុំឲ្យខុសគឺកាន់តែល្អព្រោះរៀនមុនបញ្ហាកើតឡើងគឺជាមធ្យោបាយដែលមានប្រសិទ្ធភាពសម្រាប់ការពារផ្លូវចិត្តជាងរៀនក្រោយបញ្ហាកើតឡើងទី2គឺការរៀនអំពីអ្នកដទៃមធ្យោបាយមួយទៀតដែលអ្នកអាចប្រមូលចំណេះដឹងគឺតាមរយៈការសង្កេតមើលអ្នកដទៃពោលគឺបទពិសោធន៍របស់ពួកគេអ្នកត្រូវតែរៀនទាំងភាពជោគជ័យក៏ដូចជាភាពបរាជ័យរបស់ពួកគេផងដែរមូលហេតុមួយដែលគេចាត់ទុកគម្ពីរ Bible ថាដូចជាគ្រូដ៏ល្អម្នាក់ក៏ព្រោះតែគឺជាគម្ពីរដែលមានបណ្ដុំទៅដោយរឿងរ៉ាវរបស់មនុស្សដែលត្រូវបានកត់ត្រាជាពីរផ្នែកទី1គឺពេញដោយរឿងដែលជាគំរូល្អផ្នែកនេះបង្រៀនថាចូលធ្វើតាមមនុស្សទាំងអស់នេះផ្នែកមួយទៀតគឺពេញទៅដោយរឿងដែលជាគំរូអាក្រក់ផ្នែកនេះបង្រៀនថាកុំធ្វើដូចមនុស្សល្ងង់ទាំងអស់នេះពិតជាព័ត៌មានល្អមែនដូច្នេះប្រសិនបើឧទាហរណ៍ថារឿងជីវិតរបស់អ្នកត្រូវគេសរសេរដាក់នៅក្នុងសៀវភៅចូលអ្នកត្រូវប្រាកដថាវាគឺជាគំរូល្អមិនមែនគំរូអាក្រក់នោះឡើយមានវិធីសាស្ត្រ3យ៉ាងដើម្បីរៀនអំពីអ្នកដទៃទី1គឺរៀនតាមឯកសារផ្សព្វផ្សាយមានដូចជាសៀវភៅកាសែតមញ៉េឬក៏កាសែតវីដេអូទី2តាមរយៈការស្ដាប់អ្នកដទៃទាំងគំនិតល្អក៏ដូចជាគំនិតមិនល្អហើយទី3តាមរយៈការសង្កេតមើលមនុស្សជោគជ័យក៏ដូចជាមនុស្សបរាជ័យ